រឿងនេះជារឿងរបស់ពូឈិនជាមន្ត្រីកងរាជអាវុធហត្ថនិងជាមនុស្សដែលមានការស្រឡាញ់រាប់អានច្រើនពីក្រុមការងារជាពិសេសគឺមេរបស់គាត់ដោយសារតែបែបនេះហើយទើបគាត់ត្រូវបានមេស្រឡាញ់ហើយក៏ឲ្យគាត់ទៅតាមនៅផ្ទះឯចំការហើយក៏សូមឲ្យគាត់ស្នាក់នៅទីនោះដើម្បីយាមចំការឲ្យថ្ងៃនេះជាថ្ងៃចូលឆ្នាំគ្រប់ប្រជាជនខ្មែរទូទៅគឺជាថ្ងៃសប្បាយរីករាយគ្រប់គ្នាទៅវត្តទិញខោអាវថ្មីឯពូឈិនវិញក៏មិនខុសគ្នាដែរថ្ងៃនេះគាត់ត្រូវបានមេប៉ាវជប់លៀងយ៉ាងធំនៅផ្ទះចំការហើយក៏មានមិត្តរួមការងារជាច្រើនទៀតផងដែលមកជួបជុំនៅក្នុងកម្មវិធីដោយសារតែមានការផឹកស៊ីតាំងពីព្រឹករហូតដល់យប់ម្នាក់សុទ្ធតែស្រវឹងយ៉ាងស្ពឹកមុខបើផ្ទះវិញគឺប្រហែលជាមិនឈឺនោះទេស្របពេលនោះពូឈិនក៏ឈឺនោមរួចក៏ដើរចេញពីវង់ផឹកអញទៅនោមសិនហើយវើយមិនអីទេតែដើរឲ្យប្រយ័ត្នប្រយែងក្រែងដួលទាត់ត្រូវខ្មោចមានអីចាំអញដួលអញទាត់ឲ្យមើលគាត់បានដើរទៅនោមក្បែរដើមចេកមួយដើមស្រាប់តែត្រូវពស់វែកមានពឹសមួយក្បាលចឹកត្រូវកំភួនជើងរបស់គាត់ក៏វាយពស់នោះរហូតដល់ងាប់ហើយក៏កាន់មកក្នុងក្រុមផឹកស៊ីវិញណែវើយអំបាញ់មិញអញទៅនោមស្រាប់តែត្រូវពស់វែកចឹកនេះយកវាទៅឆាក្តៅខ្លាំងទៅបងឈិនជុំប្រញាប់ទៅពេទ្យទៅពស់នេះពឹសណាស់ប្រយ័ត្នមានបញ្ហាណាឯងខ្លាចអីចឹកទៅបើអញអត់ឈឺផងនឹងកុំខ្វល់ផឹកទៀតទៅវាមិនងាប់ទេគ្រាន់តែពស់ចឹកនោះគ្រប់គ្នាក៏បន្តផឹកស៊ីរហូតដល់យប់ជ្រៅខ្លាំងទើបបំបែកគ្នាទៅដេករៀងខ្លួនឯពូឈិនគាត់ទៅដេកផ្ទះចំការម្នាក់ឯងដោយមិនខ្វល់ពីពឹសពស់ចឹកនោះទេគាត់បានបោះពាក្យថាពួកឯងចាំមើលស្អែកអញផឹកទៀតហើយចាំមើលពួកឯងហ៊ាននិយាយទៅអញងាប់អត់ពួកនេះពស់ចឹកប៉ុណ្ណឹងសោះងាប់ដែរលុះស្អែកឡើងពូឈិនគាត់ជិះម៉ូតូទៅផ្ទះខាងមុខដែលមានចម្ងាយពីផ្ទះចំការប្រហែល7ហិកតាគ្រប់គ្នាលាន់មាត់បងឈិនពស់ចឹកយប់មិញអត់កើតអីទៀតខ្លាំងមែនហើយឯណាស្នាមចឹកជុំជាបាត់អស់រលីងសាហើមអញប្រាប់ហើយថាគ្រាន់តែពស់ចឹកវាមិនងាប់ទេតោះផឹកទៀតលើកនេះខ្ញុំនឹងភ្នាល់ជាមួយបងនរណាផឹករត់ត្រូវតែជួយរៀបចំផ្ទះឲ្យគ្នាមួយថ្ងៃបានតាពួកគេផឹកបន្តរហូតដល់យប់ជ្រៅប៉ុន្តែពុំមាននរណាម្នាក់រត់ទេពិតជាខ្លាំងមែនរំលងបាន3ថ្ងៃពួកគេជួបជុំគ្នាម្ដងទៀតប៉ុន្តែលើកនេះស្រាប់តែពូឈិនបែរជាមុខឡើងស្លេកគ្រប់គ្នាបារម្ភក៏ពន្យល់គាត់ឲ្យឈប់ផឹករួចជូនគាត់ទៅផ្ទះនៅពេលមកដល់ផ្ទះចំការបងឈិនបងមានធំក្លិនស្អុយអីទេស្អុយដូចជាខ្មោចងាប់អញ្ចឹងអញសង្ស័យតែកណ្ដុរងាប់ទេដឹងបងឯងកណ្ដុរងាប់ក៏មិនស្អុយដល់ម្លឹងដែរហើយធំក្លិននៅក្នុងផ្ទះតោះឡើងទៅមើលសម្បត្តិដែលដប់ពូឈិនទៅដល់ផ្ទះចំការក៏លាន់មាត់ស្រែកព្រោះឃើញសាកសពពូឈិនស្អុយរលួយពេញផ្ទះទៅហើយគ្រាន់តែឃើញហើយងាកមកមើលពូឈិនស្រាប់តែបាត់ពូឈិនសម្បត្តិលូតផ្លោះពីកម្មចណ្ដាលធាក់ម៉ូតូជិះយ៉ាងលឿនទៅផ្ទះខាងមុខរួចស្រែកប្រាប់គ្រប់គ្នាឲ្យបានដឹងទាំងមេពូឈិនក៏នាំគ្នាទៅកាន់ផ្ទះចំការហើយក៏ស្លុតចិត្តព្រោះ
សាកសពរបស់គាត់បានស្អុយរលួយសឹងតែមើលលេងយល់ទៅហើយមេគាត់ក៏បានឲ្យកូនចៅរៀបចំចាត់ចែងដឹកសាកសពមកធ្វើបុណ្យនៅឯផ្ទះរបស់គាត់ហើយបិទទ្វារចំការនិងហាមនរណាម្នាក់មិនឲ្យទៅទីនោះទៀតនោះទេរឿងនេះកន្លងបានជាង4ឆ្នាំនៅពេលមេពូឈិនគាត់ចូលនិវត្តន៍គាត់ក៏រៀបចំធ្វើចំការហើយបានជួលកម្មករមកធ្វើចំការហើយក៏ឲ្យលោកយាយរបស់គាត់ចាត់ចែងកន្លែងសម្រាកសម្រាប់កម្មករលោកយាយក៏ឲ្យកម្មករទាំងអស់ទៅសម្រាកនៅឯផ្ទះចំការដែលពូឈិនស្នាក់ពីមុនគ្រប់គ្នាពុំបានដឹងរឿងពូឈិនស្លាប់ទេក៏រៀបចំសម្លៀកបំពាក់ទៅស្នាក់នៅទីនោះនៅពេលទៅដល់ផ្ទះនោះសម្បូរជាកម្មករម្នាក់ក្នុងចំណោមកម្មករទាំងអស់បានចងអន្រឹងសម្រាកនៅក្រោមផ្ទះលេងក្រោយសម្រាកបាយថ្ងៃត្រង់កំពុងតែសម្រាកស្រាប់តែមានស្រមោលយ៉ាងធំមួយលោតពីលើធ្នឹមផ្ទះមកសង្គ្រប់សម្បូរនាយស្រែកឲ្យគេជួយក៏ស្រែកមិនចេញខំប្រឹងរើក៏រើមិនរួចនាយភ័យខ្លាំងណាស់ព្រោះស្រមោលខ្មៅនោះប្រែជាលេចចេញរូបរាងបន្តិចម្ដងក្នុងសម្លៀកបំពាក់ជាកងរាជអាវុធហត្ថប៉ុន្តែពុំមានក្បាលនោះទេសម្បូរកាន់តែភ័យតក់ស្លុតហើយក៏ប្រឹងស្រែកពេញមួយទំហឹងគ្រប់គ្នាបានឮក៏ស្ទុះមកក្រោមឃើញសម្បូរកំពុងដេកលើអន្រឹងរើចុះឡើងតែម្នាក់ឯងក៏ទៅដាស់នាយក៏ភ្ញាក់ឡើងស្រមោលនោះក៏បាត់ទៅហើយសម្បូរបានប្រាប់គ្រប់គ្នាពីហេតុការណ៍នោះតែគ្រប់គ្នាមិនជឿទេហើយថានាយដេកមើលមមាយផងហើយក៏ដើរចេញទៅឯសម្បូរក៏ងើបដើរតាមក៏ចំពប់ជើងដួលហើយងាកទៅក៏ឃើញក្បាលពូឈិននៅក្រោមជើងរបស់គេក៏ស្រែកហើយស្ទុះរត់ឡើងផ្ទះយ៉ាងលឿនគ្រប់គ្នាឃើញហើយសោចលុះយប់ឡើងមានបន្ទប់ពីរខាងស្រីក៏សម្រាប់បន្ទប់មួយផ្សេងដោយខាងប្រុសសម្រាប់ខាងបន្ទប់មួយទៀតដោយឡែកប៉ុន្តែពុំមានភ្លើងអគ្គិសនីបំភ្លឺនោះទេមានតែចង្កៀងប្រេងកាតចាស់មួយដែលនៅសល់សម្បូរក៏អុជបំភ្លឺផ្ទះខណៈដែលគ្រប់គ្នាស្ទើរតែលង់លក់ដំណេកទៅហើយស្រាប់តែឮសំឡេងគោះទ្វារតុក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 មីងដាក៏ស្រែកសួរថានរណាគោះទ្វារទាំងយប់នឹងផ្ទះនេះនៅឆ្ងាយណាស់នរណាមករកអីទាំងយប់នឹងប៉ុន្តែគ្មានចម្លើយឆ្លើយនោះទេបន្ទាប់មកវាក៏នៅតែបន្តគោះដដែល4-5 ដងគាត់ទ្រាំលេងបានក៏បានទៅបើកទ្វារមើលក៏ប៉ុន្តែពុំមានឃើញអ្វីនោះទេគាត់បានបិទទ្វារហើយចូលបន្ទប់វិញស្រាប់តែទ្វារគោះម្ដងទៀតគាត់ក៏ទៅបើកម្ដងទៀតប៉ុន្តែនៅតែមើលមិនឃើញអ្វីនោះទេគាត់ច្រឡោតខឹងយ៉ាងខ្លាំងព្រោះគិតថាមាននរណាម្នាក់លេងសើចជាមួយគាត់គោះទ្វារហើយរត់ទៅបាត់គាត់បានបិទទ្វារហើយស្រែកថាបើលេងអញ្ចឹងអញឃើញអញដាក់ក្បាលមួយរ៉េតែម្ដងស្រាប់តែលេចមុខពូឈិនចេញនៅចំពីមុខរបស់គាត់មុខដង្កូវចុះរស់រវើកឈាមហូរស្រោចពេញផ្ទៃមុខហើយនិយាយមករកគាត់ដោយសំឡេងខ្សើជួយយកខ្ញុំទៅពេទ្យផងខ្ញុំត្រូវពោះចឹកមីងដាស្រែកហើយរត់ចូលបន្ទប់គ្រប់គ្នាភ័យដោយគាត់ប្រាប់ថាខ្មោចលោកស្រីនាំគ្នាយំស្រាប់តែពូឈិនស្រែកយំស្អីអញថ្លង់ណាស់ហើយស្រាប់ទ្វារបន្ទប់ចាប់ផ្ដើមរបើកគ្រប់គ្នាស្ទុះទៅខ្ទប់ហើយយំពេញបន្ទប់
ai khang pro pro lư hỏi có srai xua thà miên rương ấy mình ban chia srei srei dùng trắng khmoi lôn tha mách khmoi lôn mối sân tu còi một thuyết có lên cầm rạc group nia có lốp tranh từ cài bần tục hỏi mình khơi pu chân group nia bầm rong cho đầy rột sạp tại bác thuyết tranh ọt ruột tu prang giang na có mình rộ bạc sạp tại miên có ba mùi lẹ vì lơ nô tiếc đục ba pu chân đã pin đau đằng cây rô vợt chiêm soi nú bàn sao đã phụ kề group nia stir tai ria nôm đã khao từ hồi ba nị dây pi srei vinh đua sân lọp ru tai mà đòn song bồ có stu môi tầm hưng thẹt vía rộ bạc rối con nom nia chui kia srei rốt tranh pi té tiếng chụp rốt bần đà nghĩa cõi bần đà trong này ai có bao chân có hót đánh tam bần đà group nia rốt tai phây khlang lang rốt rô hốt đọp té thông mùi khang mục trong cả rối rốt lang bần tục asana pre từ pu chân bát sờ màu tai mà đỏ lúc ai lang cam co tiếng ban nị dây riêng nị prap lục dây hỏi có sông tờ lọp từ té vinh riêng luôn đói mình nơi thưa trong cả tiết nô tề ai mê pu chân có ban nị môn lục một sốt môn ao pu chân đâm môi ai quạt ban từ chạp cầm nợt chắp tăng pipe nô một lên miên nô nam nè hiến tới trong ca nô tiệt hỏi Sôm o côn prayamut xâm lên nịch tiền rương từng đại ban tam đàn đạp tăng bị đàm rồi hột đỏ chọc Sôm o côn